Hello សួស្តីអ្នកនរគ្នា Welcome back to Watashifa ថ្ងៃនេះយើងនឹងមកបន្តសាច់រឿង Love and Light នៅក្នុង episode ទី3ទាំងអស់គ្នាមានបងប្អូនមួយចំនួននឹងក៏បានចូល comment ខ្ញុំថាចាំមើលរឿង admin ដូចចាំម៉ែមកភាសាអញ្ចឹងហើយអ្នកខ្លះតែក៏ឆាតទៅសួរខ្ញុំនៅក្នុង game ថា admin មិនការចេញរឿង admin នេះមកទៅចេញរឿងម្ដងប៉ុន្តែរឿងយូរចេញម្ដងបានល្អមើលណាមែនអត់អ្នកគ្នាមានតែខ្លះតែថាខ្ញុំតប៉ែទុំម្លាយសិនឥឡូវយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នានេះជាម៉ាបាននិយាយជាមួយនឹងនេះសកាអំពីរឿងអនាគតប្រពន្ធរបស់នេះជាម៉ានាងបានហៅគាត់ទៅលេងផ្ទះនាងនៅថ្ងៃអាទិត្យគាត់មិនដឹងថានាងចង់បានអីនោះទេព្រោះតែនាងនឹងមិនចង់រៀបការជាមួយគាត់ឡើយនេះសកាសរសើរទៅកាន់នេះជាម៉ាដែលហ៊ានទៅសាលាស្រីតែម្នាក់ឯងដោយតែគាត់បានធ្វើការពីឆ្នាំមុនអញ្ចឹងកាលហ្នឹងគឺពួកគេបានជួបគ្នាលើកដំបូងនៅពេលដែលមានបរិសម្នាក់បានមករករឿងនេះសកាព្រោះតែអនាគតប្រពន្ធរបស់គាត់នឹងបានចាប់អារម្មណ៍ទៅលើនេះសកាទាំងដែលនេះសកាគាត់មិនដឹងខ្យល់អីសោះឡើយហើយបានប្រាប់ឲ្យនេះសកាឈប់ជិះរថភ្លើងជាមួយអនាគតប្រពន្ធរបស់គាត់ទៅឲ្យនេះសកានឹងដើរទៅរៀនទៅអំឡុងពេលនោះដែរនេះជាម៉ាក៏បានមកដល់គាត់ក៏បានទាញទូរស័ព្ទចេញមកបរិសម្នាក់នោះចង់វាយនេះជាម៉ាម្នាក់ទៀតដែលចង់រាយការណ៍រឿងនេះប្រាប់ទៅគ្រូប៉ុន្តែនេះជាម៉ាគាត់មិនបានប្រាប់គ្រូទេគឺគាត់ខលទៅប៉ូលីសធ្វើឲ្យបរិសម្នាក់នោះភ័យបុកពោះហើយពិតជាខឹងនេះជាម៉ាខ្លាំងណាស់នេះសកានឹកឃើញរឿងនឹងពេលណាខ្សោយហួសចិត្តនៅពេលដែលមានការណាអាក្រក់កាត់ឡើងគឺនេះជាម៉ាតែងតែចុចទៅកាន់លេខ110នៅថ្ងៃអាទិត្យនេះជាម៉ាក៏បានទៅលេងផ្ទះរីណានាងខំព្រោះតែនេះជាម៉ានឹងមកយឺតឡើង20នាទីមកដល់បន្ទប់ក៏បានឃើញថាតាកាសាគីក៏នៅទីនេះផងដែររីណាហើយនេះជាម៉ាមកថ្ងៃនេះព្រោះតែថ្ងៃមុននឹងមើលទៅតាកាសាគីពិតជាសប្បាយចិត្តនៅពេលដែលនិយាយអំពីនេះជាម៉ានាងក៏បានប្រាប់ទៅកាន់តាកាសាគីថាមិនបាច់មានអារម្មណ៍ថាឆ្កងអីនោះទេទោះបីជានាងជាអនាគតប្រពន្ធមែនប៉ុន្តែពួកគេនៅមិនទាន់រៀបការឡើយហើយនាងមិនចូលចិត្តនេះជាម៉ាទេនេះជាម៉ាចង់ចេញទៅវិញប៉ុន្តែរីណាហាងខាត់ព្រោះនេះជាឱកាសដែលពួកគេទាំងពីរបានជួបគ្នានៅពេលដែលតាកាសាគីសួរនេះជាម៉ាចង់ដើរលេងអត់ធ្វើឲ្យរីណាសប្បាយចិត្តណាស់ព្រោះនេះជាអ្វីដែលនាងចង់លើនិងចង់បាននេះជាម៉ាគិតថារីណាតែតែគិតអីឈួតតែគាត់ក៏សប្បាយចិត្តផងដែរនៅពេលដែលរីណានិងតាកាសាគីកំពុងតែជួបនឹងអានកាសែតធ្វើឲ្យនាងភ្លេចថានៅទីនេះក៏មានវត្តមានរបស់នេះជាម៉ាផងដែរនាងក៏បានចាប់ផ្ដើមឲ្យនេះជាម៉ានិងតាកាសាគីនឹងថោកគ្នាទៅនេះជាម៉ាឡើងខាំងហ្មងរីណាប្រាប់ថាពួកគេធ្លាប់ថោកគ្នារួចហើយអញ្ចឹងគ្រាន់តែថាម្ដងទៀតក៏វាមិនអីដែរដោយអៀនពេកតាកាសាគីក៏បានសុំនាងទៅបន្ទប់ទឹកមួយផ្លែតនេះជាម៉ាបានស្ដីបន្ទោសទៅកាន់រីណាមិនបាននាងធ្វើអញ្ចឹងអ្វីទាំងអស់នេះនឹងគឺរីណាគ្រាន់តែធ្វើដើម្បីនេះជាម៉ាតែប៉ុណ្ណោះអំឡុងពេលនោះដែរតាកាសាគីក៏បានត្រឡប់មកវិញនាងយល់ព្រមនឹងការថាមួយនេះវាគ្មានបញ្ហាចំពោះរីណានោះទេព្រោះនាងចង់ឲ្យពួកគេនឹងថោកគ្នាបានច្រើននេះជាម៉ាក៏ថាប្រហែលជារីណានឹងមើលរឿងច្រើនពេកនៅពេលដែលរីណាអង្គុយមើលអញ្ចឹងគឺនេះជាម៉ាគាត់មិនដឹងថាគាត់ត្រូវធ្វើអ្វីនោះទេតាកាសាគីបំរុងនឹងថាប់ហើយប៉ុន្តែនេះជាម៉ាមិនស្ងប់អារម្មណ៍ឡើយរីណាវិញឡើងចូលទូដូចក្នុងរឿងនៅពេលដែលតាកាសាគីចេញទៅនាងក៏បានប្រាប់ឲ្យរីណានឹងស្រឡាញ់គ្នាជាមួយនេះជាម៉ាទៅព្រោះនាងដឹងខ្លួនថាអនាគតប្រពន្ធសម្រាប់នេះជាម៉ានឹងគឺមិនមែនជានាងទេគឺជារីណាតែពេលនេះគឺនាងមិនខ្វល់ប៉ុន្តែបន្តិចទៀតរីណាច្បាស់ជាខ្វល់ខ្វាយមិនខានរីណាមិនយល់ពីអារម្មណ៍របស់នាងទេហើយនាងចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកប៉ុន្តែនាងនៅតែឲ្យនេះជាម៉ានឹងថាទៅកាន់តាកាសាគីនឹងបន្ថែមទៀតនេះជាម៉ាគាត់ក៏មិនយល់ពីអារម្មណ៍របស់រីណាផងដែរមិនដឹងថានាងកំពុងតែធ្វើអ្វីនោះទេហើយក៏មិនដឹងថាស្នេហារបស់គាត់នឹងត្រូវបានបញ្ចប់ឬក៏ទៅតែចាប់ផ្ដើមដែរតាំងពីទទួលបានការជូនដំណឹងមកនៅពេលពួកគេចេញមកខាងក្រៅក៏បានជួបនេះសកាដោយចៃដន្យនេះសកាបានឃើញអនាគតប្រពន្ធរបស់នេះជាម៉ែហើយក៏គិតថាមើលទៅនាងនៅតែមានព្រមចារីជាធម្មតាប្តីប្រពន្ធគេតែងតែធ្វើរឿងនោះពេលអ្នកនឹងលឺហើយឡើងកៀងនិយាយអីលេងចេញហ្មងរីណាគិតថានេះសកានឹងគឺជាមនុស្សរកចិត្តប៉ុន្តែនេះសកាគឺជាមិត្តភក្តិដ៏ល្អបំផុតរបស់នេះជាម៉ែនៅថ្ងៃស្អែកនៅសាលារៀនបន្ទាប់ពីអាហារថ្ងៃត្រង់ហើយគឺពួកគេត្រូវបានលោកគ្រូឲ្យទៅហាត់កីឡាវាជារឿងអាក្រក់បំផុតសម្រាប់ពួកគេនេះសកាគឺជាមនុស្សម្នាក់ដែលសង្ហាជាងគេប្រចាំសាលាហើយក៏មាន fan club ច្រើនផងដែរប៉ុន្តែទោះបីជាពួកគេជាមនុស្សលេបាញប៉ុណ្ណាក៏ដោយចុងក្រោយក៏ត្រូវបានរដ្ឋាភិបាលចាត់ឲ្យរៀបការដូចតែគ្នានឹងនេះគេហៅថាសមភាពពួកគេក៏បានដែរជួបតាកាសាគីផងដែរនេះជាមកវិញមើលគេឡើងភ្លឹកដោយសារតែឃើញនាងស្លៀកពាក់ខោអាវកីឡាបែបហ្នឹងប៉ុន្តែនេះសកានិងតាកាសាគីវិញឃើញមុខគ្នាដូចឃើញសត្រូវសោកពូអញ្ចឹងតែជាមកឆ្ងល់ថាមានរឿងអីចំពោះពួកគេទាំងពីរមែនបើគិតទៅវាប្លែកម្យ៉ាងដែរបើសិនជាពួកគេមានទំនាក់ទំនងល្អជាមួយគ្នាប៉ុន្តែគាត់មិនគួរគិតបែបហ្នឹងទេព្រោះវាអាចធ្វើឲ្យគាត់ឈឺចាប់បានពួកគេជាមិត្តល្អនឹងគ្នាយូរហើយប៉ុន្តែនេះជាម៉ាមិនដឹងថានេះសកានឹងកំពុងតែគិតអ្វីនោះទេនេះសកាទទួលបានការចាប់អារម្មណ៍ច្រើននៅក្នុងថ្នាក់ប៉ុន្តែពេលខ្លះចេញមកក្រៅមុខគាត់មិនរីកដូចជាពេលបានជួបតាកាសាគីអំបញ្ញមិញអញ្ចឹងគឺគាត់ចាប់ផ្ដើមមួម៉ៅនៅពេលឃើញនាងនេះជាម៉ាចង់ដឹងពីមូលហេតុរវល់តែគិតម្នាក់ឯងនឹងមើលទៅគេតែចោលអស់បាត់នៅពេលដែលនេះជាម៉ាត្រឡប់មកថ្នាក់វិញក៏បានជួបតាកាសាគីផងដែរ
នាងចង់ដឹងថារីណាបាននិយាយអីអត់គឺគ្មានអ្វីក្រៅពីឲ្យនេជីម៉ានឹងថោកតាកាសាគីនោះទេហើយត្រូវធ្វើវាម្ដងក្នុងមួយថ្ងៃដល់ពេលនោះលោកគ្រូក៏បានដើរកាត់ពួកគេក៏បានលាក់ខ្លួនតែឃើញតាកាសាគីខ្ជូតខ្លាំងពេកធ្វើឲ្យនេជីម៉ាទប់អារម្មណ៍មិនចង់បានពួកគេក៏បានថោកគ្នាអំឡុងពេលនោះនីសាកាក៏បានមកឃើញមកដល់ថ្នាក់វិញនេជីម៉ាចង់សួររឿងនីសាការឿងមួយប៉ុន្តែនីសាការវល់មានណាត់តើបនេជីម៉ាសម្រាប់ចិត្តថាចាំគាត់បន្ទាប់ពីការណាត់ហើយនីសាកាក៏មានរឿងមួយចំនួនចង់សួរទៅកាន់នេជីម៉ាវិញផងដែរដល់ពេលនេសាកាទៅបាត់នេជីម៉ានៅតែគិតមិនយល់ពីអារម្មណ៍របស់រីណាហើយអ្វីដែលគាត់កំពុងតែធ្វើនេះគឺខុសនឹងបំរាមរបស់រដ្ឋាភិបាលហើយដោយអស់កម្លាំងដោយសារការហាត់កីឡានេជីម៉ាក៏បានដេកលក់ទៅដល់ពេលនីសាកាត្រឡប់មកវិញក៏បានដើរកាត់តាកាសាគីប៉ុន្តែគាត់មិនបានមើលមុខនាងសូម្បីតែបន្តិចឡើយមកដល់ថ្នាក់ក៏បានឃើញថានេជីម៉ាដេកលក់បាត់ហើយមើលទៅស្ថានភាពដែលនេជីម៉ាកំពុងដេកធ្វើឲ្យនេសាកានឹងអស់សំណើចអំឡុងពេលដែលខ្យល់បក់រវិចមកប៉ះនឹងវាំងននហើយគ្មាននរណាម្នាក់នៅក្រៅពីពួកគេទាំងពីរឡើយនេសាកាក៏បានសម្លឹងទៅមើលបបោមាត់ដ៏ទន់ល្មើយរបស់នេជីម៉ាហើយក៏បានអោនទៅថើបហាបាក់ចង្កេះអ្នកមើលអស់លេងបន្តិចក្រោយមកនេជីម៉ាក៏បានភ្ញាក់ឡើងរឿងដែលនេជីម៉ាចង់សួរទៅកាន់នេសាកានឹងគឺថានេសាកាមានចូលចិត្តនរណាម្នាក់នៅក្នុងថ្នាក់ដូចជាតាកាសាគីអីអត់មូលហេតុដែលគាត់សួរបែបហ្នឹងគឺគ្រាន់តែគាត់ថាពួកគេមើលទៅស័ក្តិសមជាមួយគ្នានិងមានទំនាក់ទំនងល្អជាមួយគ្នានេសាកាក៏បានតបទៅវិញថាបើសិនបើជាអញ្ចឹងមែនតើនេជីម៉ានឹងធ្វើអ្វីបន្ទាប់ពីនិយាយគ្នាហើយនេជីម៉ាក៏បានបបួលនេសាកានឹងទៅញ៉ាំបាយនៅផ្ទះគាត់ហ្នឹងហើយអ្នកនរគ្នាអេពីសូតទី3របស់យើងបានឈានមកដល់ទីបញ្ចប់ហើយពេលណាគេបាក់ចង្កេះដល់ខ្ញុំអត់ពេលដំបូងរឿងហ្នឹងគឺខ្ញុំឃើញគេផុសនៅក្នុង TikTok អីចឹងគេកាត់យកកន្លែងស៊ីនដែលនេសាកានឹងឃើញពេលកំពុងថោកគ្នានឹងមកធ្វើជាបទសែតបទអីដំបូងខ្ញុំស្មានថានេសាកានឹងស្រឡាញ់តាកាសាគីហើយដល់ពេលមើលរឿងពេញហើយស្រឡាញ់ប្រុសគ្នាឯងនឹងខ្ញុំឡើងកែហ្មងហើយឡើងបាក់ចង្កេះអស់លីងអាបែបនេះបែកគេណាប៉ុន្តែសបោមុនស្នេហ៍សាហាវទាំងស្រីទាំងប្រុសស្រឡាញ់ទាំងអស់យ៉ាបើអ្នកនរគ្នាមានរឿងអីដែលល្អមើលអាចជួយ recommend ឲ្យខ្ញុំជួយសម្រាយបានបើសិនជារឿងហ្នឹងគេសម្រាយហើយគឺខ្ញុំអត់សម្រាយទៀតទេនៅក្នុងភាគនេះគឺវាតិចអញ្ចឹងទៅខ្ញុំក៏ថាចង់និយាយលេងមួយអ្នកទាំងអស់គ្នាឲ្យគ្រប់10នាទីហ្មងទៅកុំឲ្យវាតិចពេកហើយខ្ញុំក៏ចង់ធ្វើអី Q&A ឲ្យអ្នកទាំងអស់គ្នាសួរដែរប៉ុន្តែគាត់ថាគ្មានអ្នកគេមកសួរខ្ញុំទេបើអ្នកខ្លះគាត់ថាខ្ញុំតប៉ែខ្លាំងពេកអូខេបានហើយចឹងកុំឲ្យតប៉ែទៀតកុំឲ្យគេថាយើងតប៉ែពេកបានហើយអូខេ bye see you next episode thank you guys